Hello បងប្អូនបាទថ្ងៃនេះមកដូរក្បាលទឹករ៉ូម៉ាណេគេសេញទឹកក្តៅនេះវាខូចចឹងទៅបិទទឹកវាអត់ចិត្តទឹកវាចិត្តទៅហូរមកហើយដោះវាដើម្បីទៅរកទិញផាតយកមកដូរវាតែគេអត់មានលក់ផាតពីព្រោះរបស់នេះវារបស់ចាស់យូរពេកទៅគេអត់មានធ្វើនៅក្នុងទីផ្សារគេជប់ធ្វើលក់អញ្ចឹងក៏ទិញរបស់ថ្មីយកមកដូរវិញបងប្អូនដូរទៅ whole thing នេះដូរទាំងអស់ហ្នឹងហ្មងនេះរបស់ថ្មីទិញនៅ Home Depot អានេះវាតម្លៃ69.99 បាទហើយយកមកដូរអានេះចាស់រកអត់បានឲ្យដូរអាចាស់ហ្នឹងអញ្ចឹងក៏ទិញអាថ្មីយកមកដូរទាំងអស់ហ្នឹងហើយថ្ងៃនេះចង់ចែកជូនបងប្អូនពីរបៀបដោះដូរដំបូងគឺយើងត្រូវបិទទឹកវាបាទទឹកក្តៅនេះខ្ញុំបិទរួចហើយឥឡូវយើងបិទទឹកត្រជាក់នេះនៅខាងក្រោមសិញទឹកត្រជាក់អញ្ចឹងយើងមួលបិទវាមួលទៅខាងស្ដាំបងប្អូនបាទមួលទៅខាងស្ដាំបិទវាឲ្យអស់ចឹងហើយបិទវាឲ្យជិតចឹងហើយយើងមកបើកខាងលើមើលតើមានទឹកចេញមកទៀតអត់មានទឹកទេបងប្អូនអត់មានទឹកហូរមានន័យថាយើងបិទជិតហើយអញ្ចឹងយើងបិទជិតរួចហើយយើងដោះចាប់ផ្ដើមដោះដូរបាទយើងដោះអាចាស់ចេញដាក់ថ្មីចូលហើយដោះហ្នឹងបងប្អូនមើលនេះកន្លែងនេះខាងលើនេះវាយើងត្រូវដោះអានឹងចេញនៅក្នុងនេះល្ងិតអត់មានភ្លើងចាំមើលខ្ញុំដាក់ពិលតិចនេះឲ្យបងប្អូនមើលឃើញបាទអាខាងនេះគឺទឹកក្តៅខាងនេះគឺទឹកត្រជាក់ខាងឆ្វេងទឹកក្តៅខាងស្ដាំទឹកត្រជាក់បងប្អូនណាកុំច្រឡំនេះយើងត្រូវដោះក្បាលវាពីរនឹងចេញរួចហើយយើងដកវាឡើងទៅលើឥឡូវខ្ញុំដូចថាកន្លែងចង្អៀតពេកចឹងខ្ញុំអត់អាចដាក់កាមេរ៉ាថតបានខ្ញុំសុំបិទកាមេរ៉ាសិនខ្ញុំដោះខ្ចៅវាចេញសិនអូខេឥឡូវយើងដោះអាចាស់ចេញបានហើយនេះដោះអាចាស់ចេញហើយយើង clean កន្លែងនេះឲ្យស្អាតបាទបងប្អូនណាយើង clean វាឲ្យស្អាតព្រោះឥឡូវហ្នឹងវាមិនតាន់ស្អាតបាទទេយើងត្រូវ clean វាឲ្យស្អាតជូតកន្លែងនេះស្អាតហើយចាំយើងដាក់ថ្មីចូលអញ្ចឹងទៅកុំឲ្យវាមានតែស្នាមក្អែលហ្នឹងនៅជាប់នៅហ្នឹងអូខេហើយនេះថ្មីបងប្អូនស៊ីថ្មីមានអីខ្លះថ្មីគេឲ្យយើងextra បដូរវានេះមកមួយបាទប៉ុន្តែយើងមិនត្រូវការចាំបាច់អាហ្នឹងទេពីព្រោះយើងមានរបស់យើងហើយចាំអានេះយើងទុកវាការពារពេលនោះខូចចាំយើងប្រើអានេះand then this is ក្បាលវាអាថ្មីក្រោមបងប្អូនស្អាតទេស្អាត compare to the old one this is the old one this is the new one so and then this is the two nut or washer and nut down there for you to hook up to each one of them មានតែប៉ុណ្្នឹងឯងបងប្អូននេះជារបៀបដែលគេ install នេះគេ install របៀបនេះណាបងប្អូនណាហ្នឹងហើយបងប្អូនមើលទៅដឹងហើយព្រោះគេដាក់ចូលទៅចឹងទៅហើយគេដាក់សេញមកគេដាក់មូលអាស៊ីយ៉ូនឹងមកតាមក្រោយវាមាន instruction វាឲ្យយើងមើលដែរបាទបងប្អូនមិនធ្លាប់បងប្អូនមើល instruction វាទៅសិនទៅបាទនេះគឺសន្ទះរបស់អាចារ្យក្រិចបងប្អូនមើលបាទក្អែលច្រើនណាស់ហើយដោះសម្រន់តបានវាជាប់គ្រីបវាវាច្រេះវាខំញ៉ាំជាប់គ្នាហ្នឹងវាពិបាកប្រើពេលតិចដែរបាទមើលនេះអាចារ្យហើយមើលនេះក៏ក្រិចទេបាទក្រិចណាស់ឥឡូវយើងដាក់ថ្មីឲ្យកត់នេះថ្មីស្អាត
សង្ឃឹមថាគាត់ពេញចិត្តបាទសូមអរគុណបញ្ជាក់ផងដែរថាបើសិនជាបងប្អូនមូលអានេះណាកុំមូលឲ្យវាតឹងពេកមិនបាច់យកធូលយកអីមកប្រើទេបងប្អូនប្រើតែដៃយើងមូលរឹតដៃយើងធម្មតាទៅបានហើយបាទពីព្រោះកាលណាយើងវាជាផ្លាស្ទិកបើយើងប្រើធូលរឹតតឹងពេកទៅខ្លាចវាបែកអូខេហ្នឹងហើយគាត់តែមូលមកដៃយើងមកតឹងទៅជាប់ហើយវាជាប់ហើយដល់ពេលវាអត់ទៅណាទេណាបងប្អូនណាកុំឲ្យមូលតឹងពេកប្រយ័ត្នបែកពីព្រោះវាគាត់ជាជ័រផ្លាស្ទិកមួយទេបាទគាត់ចង់បញ្ជាក់ប្រាប់ប៉ុណ្ណឹងបាទសូមអរគុណអូខេបងប្អូនឥឡូវយើងដាក់ក្បាលថ្មីរួចហើយនាំបងប្អូនមកមើលខាងក្រោមនេះបន្តិចនេះណាបងប្អូននេះយើងតរួចហើយទេយើងចាប់រួចហើយឥឡូវយើងបើកទឹកសាកមើលតើវាមានលេចវាមានអីទេបងប្អូនហើយចង់ដឹងមើលយើងបើកទឹកសិនណាបើកទឹកយើងមូលមកខាងឆ្វេងបងប្អូននេះខាងទឹកត្រជាក់ហើយមើលវាចេញទឹកទេអូខេទឹកខាងត្រជាក់ចេញហើយហើយយើងបិទឥឡូវយើងបើកខាងទឹកក្តៅម្ដងបើកទឹកក្តៅទឹកក្តៅនេះទឹកក្តៅបាទទឹកក្តៅចេញមកហើយក្តៅកគុកហើយយើងបិទអូខេទឹកក្តៅនិងទឹកត្រជាក់ចេញមកអស់ហើយខ្ញុំអួតបើកទឹកត្រជាក់តិចទៀតបិទទឹកក្តៅតិចកុំឲ្យបើកខ្លាំងពេកព្រោះខែនេះខែក្តៅខែ summer ចឹងកុំបើកវាក្តៅខ្លាំងពេកអូខេ so ពេលបិទរួចហើយឥឡូវយើងមកមើលខាងលើម្ដងបើកជានេះក្តៅនេះជាមួយគ្នាវ៉មអូខេgood បងប្អូនgood ឥឡូវយើងគិតថាទឹកក្តៅទឹកត្រជាក់រួចរាល់អស់ហើយណាបងប្អូនហើយចាំមើលយើងមើលតើវាមានលេចអត់ឥឡូវខ្ញុំជូតឲ្យស្អាតសិនខ្ញុំជូតខាងក្រោមនេះឲ្យស្អាតសិនមើលតើវាមានលេចឬក៏អត់បងប្អូនអូខេសូមទោសបងប្អូនកន្លែងចង្អៀតហើយដាក់កាន់កាមេរ៉ាផងដៃមួយធ្វើផងវាពិបាកបន្តិចបាទឃើញថាអត់មានលេចអីទេបងប្អូនស្ងួតជ្រើងតែម្ដងបាទចឹងមានន័យថាអ្វីដំណើរការធម្មតាល្អបាទសូមអរគុណ